អូខេសួស្តីបងប្អូនអរគ្នាឥឡូវយើងបន្តមកបាទដោះស្រាយលំហាត់ថ្មីមួយទៀតដែលយើងនិយាយអំពីការដាក់ផលគុណកត្តាតាមវិធីបន្ថែមបន្ថយតួណាអញ្ចឹងថ្ងៃនេះលោកគ្រូលើកយកមក4លំហាត់បាទលំហាត់ទី1គឺ x ក្រេដក 2x ដក 8ហើយនិងលំហាត់ទី2គឺ x ក្រេដក 4x ដក 5និងលំហាត់ទី3គឺ x ក្រេដក 11x បូកឲ្យ30និងលំហាត់ទី4ណាគឺ 2x ក្រេបូក 5x បូក 3អូខេហើយ4លំហាត់នេះខ្ញុំគិតថាវាគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នាហើយពីលំហាត់1ទៅលំហាត់1មានល្បិចផ្សេងគ្នាណាអញ្ចឹងបន្តមកមុននឹងដោះស្រាយលំហាត់នេះយើងត្រូវចាំរូបមន្ត3សិនណារូបមន្តទី1ក្រេទ្វេធាដែលមានរាង a ដក b លើកជាការ៉េគឺវាស្មើនឹង a ការ៉េដក2ដង ab បូក b ការ៉េហើយមួយទៀតគឺ a បូក b ណាលើកជាការ៉េគឺស្មើនឹង a ការ៉េបូក2ដង ab បូក b ការ៉េណាហើយរូបមន្តចុងក្រោយគឺ a ការ៉េដក b ការ៉េគឺស្មើនឹង a ដក b កតា a បូក b ពេលយើងចេះរូបមន្តទាំង3ប្រភេទនេះមានន័យថាយើងអាចទៅស្រាយលំហាត់បែបបាក់ផលគុណកតាតាមវិធីបន្ថែមនិងបន្ថយតួបានហើយណាអូខេតោះយើងបន្តទៅមើលដំណោះស្រាយណាចម្លើយទី1ដើម្បីដាក់ឲ្យវាចូលជាផលគុណកតាបានតាមវិធីបន្ថែមបន្ថយតួទី1យើងត្រូវធ្វើម៉េចទី1ណាយើងមើលកន្លែងនេះបាទកន្លែងនេះចឹងទី1នេះយើងមើលតួកដាលទី1តួកដាលនេះអ្នកទាំងអស់គ្នាត្រូវតែបំបែកឲ្យទៅជា2ដងគុណឲ្យ a ហើយគុណឲ្យ b ណាត្រូវបំបែកឲ្យនឹងចេញឲ្យបានអញ្ចឹងឥឡូវវាមាន2ស្រាប់ហើយអញ្ចឹង2យើងមានហើយហើយ a យើងក៏មានដែរគឺ x ណានេះ a យើង a ការ៉េគឺ x អញ្ចឹងអ្វីដែលទៅខ្វះតួ b តួ b យើងថែមណាយើងគុណមកហើយយើងគុណនឹង1ណាគុណនឹង1នេះហើយនេះឃើញទេយើងគុណនឹង1នេះ2ដង ab គុណឲ្យ1នេះកន្លែងនេះគុណឲ្យ1នេះខ្ញុំគុណបន្ថែមណាគុណឲ្យ1រួចហើយបូក1ការ៉េនេះ1នេះលើកជាការ៉េនេះយើងបន្ថែម1ការ៉េរួចហើយដក1ចេញវិញដកអាហ្នឹងឯងថែមនៅប្រមាណដកប៉ុណ្ណឹង1ការ៉េគឺ1យើងដក1ចេញបូកថែម1ដក1ហេតុអីចាំបាច់យើងបូកព្រោះយើងចង់បានរូបមន្ត a ការ៉េបូក2ដង ab ឬក៏ដក2ដង ab លើកជាបូក b ការ៉េណានេះរូបមន្តយើងចង់បានអាហ្នឹងនេះយើងចង់បានអាហ្នឹងណាហើយយើងនឹងសរសេរវាចូលទម្រង់ a ដក b ណាលើកជាការ៉េនេះឃើញទេ a ដក b លើកជាការ៉េយើងសរសេរចូលអញ្ចឹងយើងមើលតើទម្រង់នេះយើងសរសេរចូលនៅនេះពេលយើងបានប៉ុណ្ណេះយើងសរសេរប៉ុណ្ណេះណាអញ្ចឹងយើងមើលនេះ a ការ៉េ2ដង ab បូក b ការ៉េអញ្ចឹងនេះប៉ុណ្ណេះណាពីលោកគ្រូសរសេរមកនេះដល់នេះមានន័យថាវាចូលទម្រង់នេះចូលយើងអាចសរសេរបានទៅយើងចេះណាវាចូលចេះអញ្ចឹងយើងសរសេរណាអញ្ចឹងអ្វីដែលនៅខាងក្រោយនេះគឺជាលេខដែលថែមទេណាអញ្ចឹងមើលថែមនឹងយកទុកឯណាអញ្ចឹងមើលតបន្ទាប់មកឃើញទេយើងអាចសរសេរទៅជា a ដក b លើកជាការ៉េបាននេះ x ប៉ុណ្ណឹងរហូតដល់លោកគ្រូគូតំណែងហ្នឹងណាគឺស្មើនឹង x ដក1លើកជាការ៉េណា a ការ៉េដក2ដង ab បូក b ការ៉េគឺស្មើនឹង a ដក b លើកជាការ៉េណាកន្លែងនេះអូបន្តមកលេខដែលនៅសល់នេះដក1និងដក8គឺ9ណា9យើងបូកចូលគ្នាណាអញ្ចឹងយើងបានអញ្ចឹងយើងធ្វើមកតង់ទៀតឲ្យចូលរូបមន្តចុងក្រោយរូបមន្តទី3មិញណានេះអញ្ចឹងយើងសរសេរ x ដក1លើកជាការ៉េដដែលទៅបន្ទាប់មក9យើងអាចសរសេរ3ការ៉េអញ្ចឹងអានេះវាចូលទម្រង់ទៅជា a ណា a ការ៉េដក b ការ៉េណាឃើញទេនេះអញ្ចឹងវាចូលហ្នឹងអញ្ចឹងវាបានទៅម៉េចគឺ a ដក b ណាបាននេះខ្ញុំឲ្យឲ្យរូបមន្តមិញណា a បូក b អូខេអញ្ចឹង
chứ mấy bạn chú của muốn nâng dương nâng bàn lâu dương bán a cái đọc b cái chứng a dương một phần đấy b dương 7 dương bạch vừa phải con đấy nè chứng a dương về tụ a đây a được chỉ cái mê thay đọc mùi đà tụ a hay 7 đà tụ b nè chẳng dương bán a đọc b cái ta bộ b nè a đọc b chẳng a dương cái đọc muối nè a hay b đòi b a ta đá bộ cái b nè bộ b chẳng dương bàn một phần nè nhưng mười tạm đàn mùi tới giờ lại ok mà tao mới dương bằng room chấm lại đừng mới dương khi ta ít độ 4 cái ta ít bộ pi ní chỉ chấm lại rồi boss con sau e nâng ai nè chấm lại tìm mua để dương trong bàn chỉ cái ta nâng nè tao mới dương từ đo sai nấu lum hạt tí có đôi khi đấy tìm mua dương mà mờ tua cái đà ní dương phương mấy ở trình pi đòn a b ở bàn á phương bài về trình pi đòn a b chân dương mờ nè dương bài mình chân khơi a dương cái x đã nè x ní bây giờ tua a chân a dương cứ x a dương cứ x hay lại buôn ấy dương một bài màu pí nè một bài màu pí hay nè bài mà này nè chân hai đấy bao là x đá là tim mũi là cứ chọn ở miền a b hai nè chân pí chỉ mấy con thế dương vô về mình chân hay ní đã tua a ní đã tua b nè chân phải nhé chân ní a ní b ghế chân khơi nhé a cái đọ pi đòn a b bộ b cái chẳng ở ta dương khơi tua b dương vô với lượng một chỉ cái tại đòn nè pi cái này rồi hai dạng đọ pi cái đọ về mình máu hay lấy pram để dương nó xóa dương bắt đọ về màu tiệt màu trong còi nè tọt máu cái line bộ phận nè bộ phận này mà đọ ní cứ smile bộ phận này nè smile bộ phận năng ok mà phận năng hay pi cái đọ pram cái là 4 như xem 4 của mình nè mình đừng thôi mà tiệt dương nước ban a cái đọ b cái này a cái đọ b cái hay dương trình mới dương score lấy mình tụ a tụ b được của bạn pram trắng kinh a đọ b cái ta a bộ b a dưới cứ x đọ bí hay đọ b dương bấy thì khăn đấy a x đọ bí bộ 7 nè chân một tọt mà dương rùm chầm lại đừng tiệt máu khơi đọ chầm lại trong rồi nè chân làm hạt b cứ ao chầm lại với cái đọ pram cái tại bộ mùi nè nó cứ chỉ chầm lại bỏ con sao b tao mà giờ mình to tao cần sao c mùi tiệt nè c bậc nông cảnh này dương ở miền mê côn piឬក៏លេខនេះលេខកដាលនេះมันអាចដាក់មេគុណ2ចេញទេដូចមិញ4យើងអាចសេថា2គុណ2ចុះ11ស្មើប្រមាណគុណឲ្យចេញមេគុណ2អញ្ចឹងអត់មានបើអត់មានយើងថែមណាយើងថែមវាណាថែមយ៉ាងម៉េចអញ្ចឹងតាមដានទាំងអស់គ្នាយើងមើល a យើងគឺ x អញ្ចឹងខ្ញុំថែម2ណាខ្ញុំថែម2ណាខ្ញុំថែម2មេគុណ2ណាយើងចង់បានមេគុណ2អញ្ចឹងគុណនៃ a ហើយគុណឲ្យនេះវា11អញ្ចឹងយើងធ្វើមិនឲ្យទៅសល់តែ 11x ដដែលណាយើងយកកដាលមកបំបែកមានមេគុណ2ផងមិនផងដើម្បីថែមបន្ថយទៅឲ្យនៅដដែលអញ្ចឹងខ្ញុំគុណនឹង2ខ្ញុំចែកនឹង2វិញអញ្ចឹងកន្លែងនេះឡើង11លើ2បើយើងសម្រួលនឹង2ចោលឃើញ 11x ដដែលអញ្ចឹងអានេះគឺដើរតួ b នេះ11លើ2ដើរតួ b អញ្ចឹងណា2ដង a b ណា a b ប៉ុណ្ណេះ b នេះប៉ុណ្ណេះគឺ b ណាអញ្ចឹងបើបាន b ហើយយើងគ្រាន់តែបូកថែម b ការ៉េមកណាដើម្បីចូលរូបមន្តបូកថែមមក b ការ៉េរួចហើយយើងដកវិញណាវិញដកបូកថែមប្រព័ន្ធនេះរួចហើយខ្ញុំដកចេញប្រព័ន្ធនេះណាហើយ30ខ្ញុំយកដាក់បូកខាងក្រោយគេបំផុតណានេះ30ក្រោយគេបំផុតបន្ទាប់មកយើងនឹងបាននេះកន្សោមដែលយើងសរសេរពីនេះមកដល់នេះហ្នឹងណាគឺស្មើប្រព័ន្ធនេះលើកជាការ៉េហើយប្រព័ន្ធនេះកន្លែងនេះ11ការ៉េគឺ121ហើយ2ការ៉េគឺ4លើ4យើងពលិតវាចេញមកអញ្ចឹង30យើងបូកដែរណាអញ្ចឹងបន្តមកទៀតអូខេហើយកន្លែងការ៉េខាងមុខហ្នឹងយើងទុកដដែលសិនហើយយើងតម្រូវភាពបាយលេខខាងក្រោយពេលតម្រូវភាពបាយមកនេះ30គុណនឹង4វា120អញ្ចឹង120ដកឲ្យ121ដក120សល់1លើ4ណាសល់1លើ4ខាងនេះចឹងចម្លើយ1លើ4ខាងក្រោមអញ្ចឹងពេលនេះបាន1លើ4ហើយអញ្ចឹងវាឃើញ a ការ៉េដក b ការ៉េទៀតហើយអញ្ចឹងយើងសេ1លើ4ទៅជារៀង1លើ2លើជាការ៉េមកណាឃើញទេឃើញ a ការ៉េដក b ការ៉េអញ្ចឹងរូបមន្តដែលលោកគ្រូឲ្យ3មិញហ្នឹងគឺយកមកប្រើណាយកមកប្រើមកក្នុងករណីកដាលនេះបូកយើងប្រើបូកកដាលដកប្រើដកណាអូខេឥឡូវយើងបានរៀង a ការ៉េដក b ការ៉េ
បន្ទាប់មកយើងសរសេរវាចូលទម្រង់ a ដក b កតា a បូក b នឹងមកណាអញ្ចឹង a យើងគឺ x ដក11លើ2ហើយ b យើងគឺកន្លះអញ្ចឹងយើងដាក់ចូលនេះមក a ដក b ណាឃើញដក b ប៉ុណ្ណេះណា a យើងប៉ុណ្ណេះណា a ដក b យើងប៉ុណ្ណេះណាកតា a បូក b យើងប៉ុណ្ណេះណាអញ្ចឹងយើងសរុបចម្លើយយើងរួមវាបន្តិចមកអញ្ចឹងយើងរួមវាមកយើងឃើញមិនកន្លែងនេះ x ដក5អញ្ចឹង x ដក5នៅខាងនេះអញ្ចឹងកន្លែងនេះខាងក្រោយណា x ដក5អញ្ចឹងកន្លែងនេះ11ដកបូកឲ្យ1សល់10ណាកន្លែងនេះដក11បូក1សល់10ដក10ដក10លើ2ស្មើ5អញ្ចឹងឃើញ x ដក5កតាខាងនេះដក11ដក1កន្លះទៀតវាភាគបែងដូចគ្នាអាចបូកចូលគ្នាបានឡើង12លើ2 6អញ្ចឹងមានថា x ដក5កតា x ដក6កន្លែងនេះយើងយកអាណាដាក់មុនក៏បានដែរយក x ដក5ដាក់មុនឬក៏ x ដក6ដាក់មុនក៏បានដែរអញ្ចឹងនេះជាចម្លើយលំហាត់ទី3ណាយើងបន្តទៅលំហាត់ទី4ទៀតបាទទី4យើងឃើញថានេះប្លែកដែរណាប្លែកអញ្ចឹងមាន 2x ការ៉េបូក 5x បូក3ហើយលំហាត់បែបនេះទាមទារឲ្យយើងទាញ2ជាកតាចេញសិនណាបានធ្វើចេញបើអញ្ចឹងទេយើងពិបាកយើងអាចធ្វើចេញបានប៉ុន្តែពេលខ្លះយើងអាចគិតច្រើនណាគិតច្រើនតែវាជាប់រឹសណាអញ្ចឹងខ្ញុំគិតថាទាញ2ចេញគឺជាបាទផ្លូវល្អបាទជាគំរូល្អសម្រាប់ធ្វើលំហាត់ផ្សេងៗនៅពាក់ព័ន្ធដែលមានតួ A មានមេគុណណាអញ្ចឹងយើងមើលគេទាញមិនណាអញ្ចឹងខ្ញុំទាញ2ជាកតាណាយើងទាញ2ចេញទាញ2ចេញមកបន្ទាប់មកនេះវាx ការ៉េដល់ទាញ2ចេញមានថាសល់ x ការ៉េអានេះទាញ2ចេញសល់5លើ 2x ទាញ2មានន័យចែក2ណាទាញ2ជាកតាហើយកន្លែងនេះគឺ3លើ2ដែរណា3លើ2មកទៀតអូខេបន្តមកទៀតយើងឃើញមិនណាអានេះយើងស៊ីសងកដាលយើងលេងដល់កដាលណាយើងលេងកដាល2គុណ2ក្នុងកដាលអញ្ចឹងនេះយើងបន្ថែមដោយសារនេះឡើងយើងថែម1គុណ2ណាយើងថែម1គុណ2នេះយើងថែម1គុណ2ទៅណាតួ a យើងគឺ x ហើយតួ b យើងគឺ5លើ4ហេតុអីបានវាទៅ5លើ4ដោយសារនេះវាមាន5លើ2អញ្ចឹងពេលយើងគុណ2ដើម្បីសម្រួលឲ្យឃើញ5លើ2ទៅដល់ភាគបែងឡើង4ណាភាគបែងឡើង4អញ្ចឹងអាភាគបែង5លើ4នេះវាដល់តួ b ណានេះប៉ុណ្ណេះដល់តួ b ឃើញទេតួ b អញ្ចឹងយើងបូកថែមប៉ុណ្ណឹងលើកជាការ៉េដកប៉ុណ្ណឹងលើកជាការ៉េហើយអានេះ3លើ2យើងសរសេរដដែលមកណាសេនដែរអូខេប៉ុណ្ណឹងអញ្ចឹងអាប៉ុណ្ណេះមកដល់នេះគឺចូលរូបមន្តយើងដដែលណា a បូក b លើកជាការ៉េណាអញ្ចឹងវាបាន2 a លើក b លើកជាការ៉េអញ្ចឹងកន្លែងនេះយើងខ្ញុំសេជាមក3លើ2ដដែលបាទ3លើ2ដដែលអញ្ចឹងកន្លែងនេះខ្ញុំដាក់អញ្ចេះបាទមេគុណ2នៅខាងក្រៅណាមេគុណ2ខាងក្រៅអញ្ចឹងបន្តមកទៀតបាទយើងឃើញអញ្ចឹងហើយណាយើងឃើញថាវានេះវាលើកជាការ៉េ25លើ16ត្រូវហើយអញ្ចឹងខ្ញុំកែខាងក្រោយតិចខុសកំហុសខាងក្រោយណាអូខេហើយបន្តមកទៀតយើងឃើញថានេះខ្ញុំសរសេរដដែលអញ្ចឹងនេះខ្ញុំដាក់វងកញ្ចក់នឹងគៀបដដែលអញ្ចឹងនេះខ្ញុំបូកចូលគ្នាភាគបែង8ណា8ឥឡូវ8ឈប់នេះ16វាត្រូវគុណនឹង8បាទ8គុណ3 24អញ្ចឹងឡើងនេះ24នេះទៅ24បាទ24នេះណាអញ្ចឹងមកអូខេនេះអញ្ចឹងដែរណា24អញ្ចឹងបន្តមកទៀតយើងឃើញថាកន្លែងនេះគឺ24 25ដល់24សល់1ណាកន្លែងនេះគឺសេបាទនេះ1លើ16ណា1លើ16នេះ1លើ16អញ្ចឹងកន្លែងដកអូខេ1លើ16អូខេអញ្ចឹងបន្តមកខាងនេះបាទខាងនេះគឺមេគុណ2គឺនៅ2គុណរហូតណាកន្លែងនេះ2គុណរហូតបាទកន្លែងនេះក៏2គុណរហូតដែរអញ្ចឹងកន្លែងនេះសុំកែតិចខុសហើយគឺដកឲ្យ1លើ4លើកជាការ៉េណាបងប្អូនកន្លែងនេះណាអញ្ចឹងចេះណាអូខេ1លើ4អូខេមកចេញមិនចេះពេលចេញមិនអញ្ចឹងយើងឃើញថា
อันนี้คือ1 លើក 4 ណា1 លើក 4 ចឹងនេះអត់យកណានេះអត់យកទេនេះខុសទុកនឹងសិនណាអូខេនេះ1 លើក 4 អញ្ចឹងវាចេញមកកតាប៉ុណ្ណេះណែកតាប៉ុណ្ណេះណា1 លើក 4 ហើយអានេះអូខេ1 លើក 4 នេះគ្នាមិនមែនអញ្ចឹងទេណាបាទ1 លើក 4 ដែរបូកឲ្យ1 លើក 4 បាទបតាប៉ុណ្ណេះណាអូខេបន្តមកនឹងអញ្ចឹងចម្លើយវាគឺអូខេអានេះគឺអត់ត្រូវទេយើងលុបចោលទាំងអស់អញ្ចឹងខ្ញុំយកមកខាងនេះ2បាទកតាឲ្យអានេះ5 លើក 4 ដក 1 លើក 4 សល់ 4 លើក 4 ស្មើ1អញ្ចឹងឃើញ x បូក 1 ឡើយនេះ x បូក 1 បាទកតាឲ្យបាទខាងនេះ1 លើក 4 វាឡើង6 លើក 4 ណា6 លើក 4 អញ្ចឹងវាស្មើនឹង3 លើក 2 អញ្ចឹង x បូកឲ្យ3 លើ 2 នេះគឺជាចម្លើយចុងក្រោយរបស់យើងនេះប៉ុណ្ណេះអញ្ចឹងយើងអាចគុណ2ចូលក៏បានមិនគុណក៏បានយើងទុកប៉ុណ្ណឹងណាគឺជាចម្លើយផងវាអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងហើយអរគុណហើយជួបគ្នានៅវីដេអូបន្តទៀត